សួស្តីដល់គ្នាស្វាគមន៍មកកាន់ខ្ញុំសិនតា KX សាជាថ្មីបាទថ្ងៃនេះគឺថាខ្ញុំមកទៀតដែរប៉ុន្តែមិនជាវីដេអូកំ pl ែងក៏ដូចជាវីដេអូប្រាំងហើយក៏យ៉ាងម៉េចទេគឺជាវីដេអូដែលខ្ញុំចង់និយាយអំពីការចាប់ដើម YouTube តម្រាំបាន 100k តើខ្ញុំជប់អីខ្លះចឹងណាឥឡូវយើងចូលតែម្ដងគឺថាខ្ញុំចាប់ដើមធ្វើវីដេអូដំបូងនៅក្នុង YouTube គឺចុងឆ្នាំ2018ហើយវីដេអូដំបូងគេគឺវីដេអូ copy intro តែម្ដងបាទហើយបន្ទាប់មកក៏យើងធ្វើវីដេអូច្រើនចាំមែនតើប៉ុន្តែដំបូងឡើយការនិយាយការកាត់តការអីគឺនៅស្គមមែនតើមួយវិញទៀតវីដេអូដែលខ្ញុំផ្ទុះនៅក្នុង YouTube channel គឺវីដេអូតែងខ្លួនខ្ទើយតែម្ដងបាទគឺវីដេអូដែលខ្ញុំតែងខ្លួនជាស្រីដើរតាមសាធារណៈវីដេអូហ្នឹងគឺផ្ទុះសាហាវមែនតើធ្វើឲ្យគេស្គាល់ YouTube ខ្ញុំបាទនិយាយទៅគឺខ្ញុំធ្វើ YouTube ហ្នឹងគឺបាន7ខែទទួលបាន subscribe ចំនួន 70k subscriber គឺថាតួលេខល្អមែនតើហើយពេលនោះដែរគឺថាខ្ញុំបានផ្អាក YouTube ដោយសារតែក្នុងខែ5នោះគឺចូលកងវិញហើយខ្ញុំក៏ចាប់ផ្ដើមរៀនដើម្បីប្រឡប់អត់ដូរផ្អាកវារយៈពេលឡើង75ខែទៀតលទ្ធផលគឺអត់មានអ្នក subscribe អត់មានអ្នកមើលហើយនៅពេលខ្ញុំចាប់ផ្ដើមធ្វើវីដេអូវិញគឺអត់មានអ្នកមើលទេហើយក៏អត់មានអ្នក subscribe ដែរគឺនឹងស្កឹងតែម្ដងគឺ 70k នឹងតែម្ដងបាទហើយនៅពេលនោះដែរគឺជាពេលដែលខ្ញុំបាត់ចិត្តមែនតើហើយខ្ញុំក៏បែកកំណត់មកធ្វើវីដេអូក្នុង Facebook Page វិញខ្ញុំឃើញថាការគាំទ្ររបស់ខ្ញុំនៅក្នុង Facebook Page គឺច្រើនជាងនៅក្នុង YouTube ពេលនោះគឺថាវីដេអូនៅក្នុង Facebook Page បាន1លានហើយពេលយើងក៏លេចមកមើល YouTube Channel វិញវីដេអូហ្នឹងគឺបាន 12k ដែរបាទខ្ញុំអត់យល់ទេខ្ញុំឃើញអញ្ចឹងគឺខ្ញុំបាត់ចិត្តមែនតើពេលខ្លះខ្ញុំអាប់ឡូតវីដេអូហ្នឹងគឺនៅក្នុង Facebook Page ឯងប៉ុន្តែនៅក្នុង YouTube គឺខ្ញុំអត់អាប់ឡូតទេតែឃើញថាតួលេខតិចមែនតើហ្មងក្នុងនោះគឺជាពេលដែលខ្ញុំចង់ឈប់ធ្វើ YouTube ដោយសារតែលេខមានអ្នកមើលអញ្ចឹងប៉ុន្តែខ្ញុំអត់ចិត្តគឺខ្ញុំបានឃើញ YouTube របស់ថៃមួយដែលគាត់ធ្លាប់ធ្វើតាំងពីយូរមែនតើហ្មងគឺអត់មានអ្នកមើលទេប៉ុន្តែនៅពេលដែលគាត់មាន content មួយដែលប្លែកគឺចាប់ដើមយក channel គាត់វិញហើយខ្ញុំនឹងបន្តវាមែនតើបាទបន្តរហូតដល់ប្រហែលជាថ្ងៃទី23ថ្ងៃបោះស្ដីខ្ញុំឯង23ខែ5ហ្នឹងគឺជាថ្ងៃមួយដែល YouTube ខ្ញុំឡើងវិញបាទហើយថ្ងៃទី23ហ្នឹងគឺខ្ញុំអត់ដឹងថា YouTube ខ្ញុំឡើងទេប៉ុន្តែថ្ងៃទី25ខ្ញុំបានអាប់ឡូតវីដេអូដែលខ្ញុំរំគៀបលិសចូលមើលតួលេខឃើញថាវាប្លែកមែនតើខ្ញុំព្យាផ្អើលមែនតើបាទអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងគឺអ្នកនរគ្នាកំពុងតែធ្វើវីដេអូគឺកំបាត់តែចិត្តសោះអញ្ចឹងព្យាយាមធ្វើវាគឺគង់តែវាឡើងទេបាទប្រហែលជាបាន4ថ្ងៃគឺខ្ញុំទទួលបាន 100k តែម្ដងបាទលឿនមែនតើតែម្ដងបាទហើយទីគឺថាខ្ញុំចង់និយាយពីផលវិបាកក្នុងការធ្វើ YouTube គឺដំបូងឡើយខ្ញុំអត់ប្រាយទេបាទប្រើទូរស័ព្ទបាទទូរស័ព្ទមួយគ្រឿងគាត់ទាំងកាមេរ៉ាទាំងការកាត់តទាំងអីទាំងអស់គឺលើទូរស័ព្ទទាំងអស់សូម្បីដល់ថ្ងៃថាណាខ្ញុំគឺកាត់តាមទូរស័ព្ទដែរគឺរូបនេះបាទចឹងដើម្បីអបអរសាទរ 100k subscriber ខ្ញុំនឹងធ្វើវីដេអូ Q&A មួយហើយនឹងមានកាដូជាវីដេអូ special មួយប៉ុន្តែខ្ញុំអត់បានធ្វើទេកាដូហ្នឹងគឺចាំ surprise ដល់អ្នកគ្នាបើចិត្តដែរបានថាវីដេអូ Q&A គឺខ្ញុំនឹងយកតែក្នុង YouTube ទេមកក្នុង Facebook គឺខ្ញុំអត់យកមកឆ្លើយទេបាទអញ្ចឹងបានអ្នកនរគ្នាមានសំណួរចង់សួរខ្ញុំចូល YouTube ខ្ញុំទៅសិនតា KH ហើយចូលទៅសួរក្នុងវីដេអូនេះបាទចង់សួរវាអីក៏បានដែរបាទចង់សួរឈួតអីក៏អូខេខ្ញុំនឹងឆ្លើយអ្នកនរគ្នាប៉ុន្តែខ្ញុំនឹងជ្រើសរើសបើសិនជាសំណួរចង់នេះគឺខ្ញុំអត់ឆ្លើយទេបាទហ្នឹងហើយអូខេចុងក្រោយខ្ញុំក៏អរគុណដល់អ្នកនរគ្នាដែលបាន subscribe ខ្ញុំរហូតដល់ទទួលបាន 100k គឺជាតួលេខមួយដែលខ្ញុំសម័យតាំងពីដើមថាខ្ញុំនឹងទទួលបានតួលេខនេះត្រូវប្តីហ្នឹងហើយមានអ្នកនរគ្នាទៅខ្ញុំមានថ្ងៃនេះមួយវិញទៀតគឺ fan ខ្ញុំចាត់ទុកជាបងប្អូនល្អរបស់ខ្ញុំអញ្ចឹងអ្នកនរគ្នាដែលជួបខ្ញុំខាងក្រៅអាចហៅខ្ញុំបានប៉ុន្តែសូមហៅឈ្មោះខ្ញុំសិនតា KA កុំហៅ idol ថា idol គឺខ្ញុំអត់ងាកទេដោយសារតែពេលខ្លះគាត់ហៅ idol យើងងាកប៉ុន្តែគាត់មិនហៅយើងទេណាគឺហៅអ្នកផ្សេងអញ្ចឹងធ្វើឲ្យខ្ញុំមានថាខ្វះអៀនដែរបើសិនជាឃើញខ្ញុំខាងក្រៅអូខេប្រុសសិនតាអីអូខេខ្ញុំនឹងងាកប៉ុន្តែកុំហៅ idol ថា idol ខ្ញុំអត់ងាកណាហើយកុំថាខ្ញុំរឹកបាទហ្នឹងហើយអញ្ចឹងមិនចេះម្ដងទៀតវីដេអូនេះគឺជាវីដេអូមួយដែលខ្ញុំនឹងធ្វើ Q&A អញ្ចឹងកុំភ្លេចតម្លាក់សំណួរនៅខាងក្រោមវីដេអូនេះជួបខ្ញុំនៅវីដេអូក្រោយជាមួយខ្ញុំសន្តា KA